ខ្ញុំចង់ប្រាប់ហើយខ្ញុំចង់បង្ហាញអំពីសិល្បៈនៃការសាកសពកំហាមតាមការពិតវាជាអត្តសញ្ញាណដែលបានបន្សល់ទុកពីចាស់បុរាណដូច្នេះកុំតន់គិតវាយតម្លៃឃើញមានរូបស្តាក់លើជើងលើដៃគូប្រវេមក៏បានថាញ៉ែអញ្ញាយវាជាសិល្បៈក្នុងការកែច្នៃប្រៀបធៀបឥឡូវគឺសម័យទំនើបបងប្អូនជួបអ្វីក៏មិនចិត្តរំភើបមិនឃើញតែមានសាក់ជាមនុស្សមិនល្អវាគឺជាតែមួយតុបតែងល្មមគ្រប់ទេគេដែលទាំងអស់គ្នាទទួលស្គាល់ពីរឿងចាក់ស្អាយលើគេបើកចំហមិនពីពលអ្នកមានឬពីពលអ្នកក្រហើយនឹងមានច្រើនទៀតទូភ្ញៀវទេសចរចឹងហើយខ្ញុំប្រាប់ដូចជាខ្ញុំជាអ្នករ៉េបក៏មានសាក់ជាប់ខ្លួនទៅស្ទេរៀបរាប់តាក់តែងពីជួនពណ៌នាបការសាក់បានដល់បងប្អូនឲ្យបានយល់បានដឹងពីស្ដាប់ឮហើយកំទាន់គិតទាន់ខឹងមើលមកពួកខ្ញុំថាមនុស្សប្រេះផ្ដាស់តាមពិនចឹងតែមានខ្លះចឹងដែរមានសាក់តិចតួចលើខ្លួនពួកកែដែលបកចំលួឈួរទាស់តែគ្នាទៅគេកោតខ្លាចចរិតធ្វើកោកាយតាំងខ្លួនឯងនឹងដូចជាមេបីសាច់ទៅគេមើលមកយល់ច្រឡំថាពួកនឹងមានសាក់បងធំមែនអត់កុំឃើញខ្ញុំសាក់គិតថាខ្ញុំឌឺខ្ញុំឃើញខ្ញុំដឹងហើយខ្ញុំនឹងឈឺព្រោះតែស្រឡាញ់ទៅខ្ញុំមិនព្រឺសូមកុំបាញ់ឈប់ហើយកុំបាញ់ឈឺកុំឃើញខ្ញុំសាក់គិតថាខ្ញុំឌឺខ្ញុំឃើញខ្ញុំដឹងហើយខ្ញុំនឹងឈឺព្រោះតែស្រឡាញ់ទៅខ្ញុំមិនព្រឺសូមកុំបាញ់ឈប់ហើយកុំបាញ់ឈឺអូខេត្រឡប់ចូលមកវិញនិយាយពីរឿងសាក់រឿងក្តីស្រឡាញ់សាក់រូបម៉ាក់ប៉ាណាខ្លះមានសាយហាក៏សាក់រូបសង្សារសាក់តំណាងតាម